នេះគឺជាប៉ូលីសដែលមកសួរសុខទុក្ខនិងសួរថាតើមានមនុស្សគួរឲ្យសង្ស័យដែរឬទេបុរសខ្លាំង4នាក់បានរត់គេចមកទីនេះតើអ្នកមានអ្នកជួលថ្មីទេអត់មានទេបើមានអ្នកជួលថ្មីកុំភ្លេចចុះឈ្មោះផងណាអូបាទសូមអញ្ជើញត្រឡប់ទៅវិញដោយសុវត្ថិភាពហ៊ីជាបានសម្រេចចិត្តជួយគាត់ព្រោះនៅក្នុងក្រសែភ្នែករបស់ឃាតករម្នាក់នេះគាត់មិនឃើញមានភាពសាហាវយង់ក្នុងអ្វីឡើយមានតែភាពអស់សង្ឃឹមនិងការជឿចាប់ប៉ុណ្ណោះទៅសារភាពទៅច្បាប់នឹងដាក់ទោសក៏ត្រូវតែផ្ដល់ឱកាសឲ្យពួកគេដែរនៅពេលដែលប៉ូលីសបានទៅដល់កន្លែងជួសជុលទីនោះបានក្លាយជាកន្លែងទេទៅហើយនៅពេលឃើញឌីសរបស់ក្មេងស្រីដែលរងគ្រោះពេញដីក្រុមរបស់ឡែងខឹងយ៉ាងខ្លាំងនៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពនៃកន្លែងជួសជុលប៉ូលីសបានរកឃើញរូបភាពរបស់ឡៃឆេងវែងហើយក៏បានដឹងថាគាត់បានយកកាំភ្លើងបរបាញ់ទៅបាត់ក្រុមរបស់ឡែងស្រាប់តែដឹងថាស្ថានភាពបានឈានដល់កម្រិតដែលមិនអាចគ្រប់គ្រងបាននៅពេលយប់ស្ងាត់ឡៃឆេងវែងបានបើកកុំព្យូទ័រហើយបន្ទាប់ពីស្វែងរកជាច្រើនលើកគាត់បានរកឃើញសន្តាគារដែលគេបោះបង់ចោលមួយកន្លែងដែលវាដូចនឹងអ្វីដែលហ្គេងសេបាននិយាយវាទំនងជាកន្លែងលាក់ខ្លួនរបស់ឆៃយ៉ូហើយនៅពេលជាមួយគ្នានោះប៉ូលីសក៏បានរកឃើញសន្តាគារនេះដែរនេះគឺជាការប្រណាំងជាមួយពេលវេលាប៉ុន្តែអ្វីដែលខុសគ្នានោះគឺឡៃឆេងវែងកំពុងតែតាមប្រមាញ់ចំណែកឯប៉ូលីសគឺកំពុងតែការពារនៅព្រឹកបន្ទាប់ឡៃឆេងវែងបានចេញដំណើរម្ដងទៀតប៉ុន្តែនៅខាងក្រៅពោពេញដោយប៉ូលីសហើយគាត់អាចនឹងត្រូវចាប់ខ្លួនភ្លាមនៅពេលចេញក្រៅប្រឈមមុខនឹងគ្រោះថ្នាក់បែបនេះហ៊ីជាបានសម្រេចចិត្តប្រថុយជួយដោយលួចបើកឡានជូនគាត់ទៅជីក្រុងទន្ទឹមនឹងនេះប៉ូលីសបានទៅដល់សន្តាគារមុនមួយជំហានប៉ុន្តែឆៃយ៉ូមិនទាន់ត្រូវបានរកឃើញនៅឡើយទេតែពួកគេបានរកឃើញក្មេងស្រីម្នាក់ក្មេងស្រីនោះមានឈ្មោះថាលេងយូដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតឆៃយ៉ូបានប្រើវីដេអូរបស់នាងដើម្បីគំរាមកំហែងនិងឃុំខ្លួននាងនៅទីនេះយើងនឹងជូនដំណឹងដល់ឪពុកម្ដាយរបស់អ្នកបន្ទាប់មកកុំប្រាប់ពួកគេអីគឺគាត់បង្ខំខ្ញុំគាត់និយាយថាគាត់នឹងបង្ហោះវីដេអូតាមអ៊ីនធឺណិតកុំប្រាប់ប៉ាម៉ាក់ខ្ញុំអីកុំប្រាប់ពួកគេអីមិនយូរប៉ុន្មានឆៃយ៉ូបានត្រឡប់នេះមិនត្រូវទេឡៃឆេងវែងបានដេញតាមភ្លាមហើយក្រុមរបស់ឡែងក៏បានរកឃើញឡៃឆេងវែងនៅក្នុងទីងឹតដែរហើយបានបញ្ជាឲ្យកូនចៅដេញតាមចាប់គាត់ភ្លាមប៉ុន្មាននាទីក្រោយមកឆៃយ៉ូបានរត់ចូលទៅក្នុងព្រៃដោយពឹងផ្អែកលើភាពស៊ាំនឹងដីគាត់បានលាក់ខ្លួនយ៉ាងលឿននៅពេលដែលឡៃឆេងវែងមកដល់គាត់បានបាត់ដានរបស់ឆៃយ៉ូទៅហើយទន្ទឹមនឹងនោះក្រុមរបស់ឡែងក៏បានដេញតាមទាន់ដែរឡៃឆេងវែងឈប់អ្នកទាំងពីរបានដេញតាមគ្នារហូតដល់សួនកំសាន្តដែលគេបោះបង់ចោលព្រៃខ្ញុំមកវិញចុងក្រោយក្រុមរបស់ឡែងបានសម្រេចចិត្តបណ្ដោយឲ្យឡៃឆេងវែងបាត់ខ្លួនពីការមើលឃើញលុះដល់ថតរបស់ឆៃយ៉ូចូលទៅក្នុងឆ្នាំងភ្លើងបានឆេះបំផ្លាញអ្វីគ្រប់យ៉ាងប៉ុន្តែវាមិនអាចដុតបំផ្លាញការនឹករលឹកនៅក្នុងចិត្តរបស់គាត់បានឡើយគាត់បានលើកកាំភ្លើងឡើងហើយតម្រង់ចុងកាណុងមករកខ្លួនឯងប្រហែលជាមានតែស្លាប់ទេទើបអាចបញ្ចប់អ្វីគ្រប់យ៉ាងនិងបញ្ចប់ការឈឺចាប់ដែលគ្មានពន្ធលឺនេះបាននៅពេលជាមួយគ្នានោះអាឆេងបានទទួលទូរស័ព្ទពីឆៃយកក្រោមការឡោមព័ទ្ធរបស់ប៉ូលីសគាត់គ្មានកន្លែងត្រូវទៅទេដូច្នេះគាត់មានគម្រោងខ្ចីលុយដើម្បីរត់គេចខ្លួនខ្ញុំអស់លុយហើយតើអ្នកនៅសល់ប៉ុន្មានទៀតអាចឲ្យអ្នកខ្ចីបាន 8,000 ទៅណាម៉ោង 8 ព្រឹកស្អែកនៅទីលានមុខស្ថានីយ៍រថភ្លើងកុំប្រាប់នរណាម្នាក់ឲ្យសោះបើមិនដូច្នេះទេខ្ញុំនឹងសម្លាប់ឯងប៉ុន្តែឆៃអ៊ីនធឺណិតតែត្រូវបានឪពុករបស់វ៉ាងយេមកខាត់ផ្លូវខ្ញុំគឺជាឪពុករបស់វ៉ាងយេគឺជាឪពុករបស់ក្មេងបាននិយាយគាត់អាចគេចផុតពីការដាក់ទោសបានមួយរយៈប៉ុន្តែភាពមិនស្ងប់ក្នុងចិត្តនិងវិបដិសារីនឹងនៅជាប់ជាមួយគាត់អស់មួយជីវិត